ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមួយទៀតហើយយកមកចែកជូនអ្នកទាំងអស់គ្នាបានស្ដាប់ទាំងអស់គ្នារឿងនេះដែរមានចំណងជើងថាប្តីមានស្រីមុននឹងចូលដល់សាច់រឿងខ្ញុំសូមពឹងអ្នកទាំងអស់គ្នាជួយចុច like ក៏ដូចជា subscribe trên YouTube ខ្ញុំម្នាក់មួយផងវាអាចជួយខ្ញុំបានច្រើនខ្លាំងមែនតើនៅក្នុងភូមិតូចមួយមានស្ត្រីស្រស់ស្អាតម្នាក់ឈ្មោះសុភាជឿជាក់ថាស្នេហារបស់នាងជាស្នេហាស្មោះស្ម័គ្រមិនអាចបំបែកបានប៉ុន្តែថ្ងៃមួយសុភាចាប់ផ្ដើមសង្ស័យថាប្តីរបស់នាងវណ្ណាមានអ្វីមិនសូវធម្មតាវណ្ណាចូលចិត្តតែងខ្លួនពាក់ខោអាវស្អាតជាប្រចាំថ្ងៃបាញ់ទឹកអប់ឈ្ងុយហើយឧស្សាហ៍ចេញខាងក្រៅថ្ងៃមួយពេលវណ្ណាត្រឡប់មកផ្ទះវិញដើរកាត់សុភាក្លិនទឹកអប់ប្លែកសុភាបានត្រឹមគិតវណ្ណាចេញទៅធ្វើការយឺតជារៀងរាល់ថ្ងៃទូរស័ព្ទគាត់មានលេខមិនស្គាល់ហើយចូលជាញឹកញាប់ហើយពេលសុភាសួរគាត់តែងតែឆ្លើយតបថាក្រុមការងារហៅឬអតិថិជនចង់សួរអ្វីមួយតែស្រីមានស្មារតីដោយសុភាមិនអាចលាក់បាំងបានដោយពាក្យសម្ដីទាំងនោះទេថ្ងៃមួយវណ្ណាគាត់ចេញទៅធ្វើការធម្មតាគាត់ក៏បានភ្លេចទូរស័ព្ទរបស់គាត់សុភាបានកាន់ទូរស័ព្ទរបស់គាត់ហើយស្វែងរកឆាត Telegram ហើយក៏បានឃើញអ្វីទាំងអស់ធ្វើឲ្យបេះដូងនាងញ័រស្ទើរលោតចេញពីទ្រូងមានឈ្មោះស្រីម្នាក់ឈ្មោះស្រីមុំនៅក្នុងឆាត Telegram ដែលនិយាយថាបងទៅដល់ហើយឲ្យមុំដឹងផងស្អែកយប់មុំចាំបងដែរពេលនោះភ្នែកសុភាចាប់ផ្ដើមស្រក់ទឹកភ្នែកឈឺចាប់ដល់ដួងចិត្តនាងមិនគិតថាប្តីដែលធ្លាប់សន្យារក្សាសេចក្តីស្នេហាដល់ជីវិតចុងក្រោយនឹងធ្វើបាបគាត់បែបនេះយប់នោះវណ្ណាត្រឡប់មកផ្ទះវិញតែជួបមុខសុភាដែលសម្លឹងមើលគាត់ដោយមិនដាក់ភ្នែកវណ្ណានេះអីនាងមុំណាសុភាសួរដោយសំឡេងស្ទើរមិនចេញស្ទើរតែនិយាយមិនចេញវណ្ណាស្ងប់បន្ទាប់មកនិយាយថាសុភាកុំធ្វើអីនាងគ្រាន់តែជាមិត្តរួមការងារទេសុភានិយាយថាមិត្តរួមការងារឯណាផ្ញើរូបសញ្ញាបេះដូងទៀតសុភាច្រានសៀងក្រដាស់លើតុការភ្ញាក់ផ្អើលនោះបំលែងទៅជាកំហឹងសុភាបោះទូរស័ព្ទបុកលើជញ្ជាំងបំបែកជាបំណែកប្តីនាងប៉ុនប៉ងចាប់ដៃប៉ុន្តែសុភាចាប់ដៃច្រឡំជាសកម្មភាពអំពើហិង្សានាងលាតដៃទះចេញទៅលើមុខវណ្ណាអីយ៉ាបងធ្វើបាបចិត្តខ្ញុំយ៉ាងនេះបានមែនទេវណ្ណាតបឡើងដោយកំហឹងដែរបែរចាប់ដៃសុភាដើម្បីឲ្យនាងស្ងប់ប៉ុន្តែចំណុចនោះប៉ះពាល់ដល់ស្ត្រីយ៉ាងខ្លាំងសុភារុញវណ្ណាយ៉ាងខ្លាំងធ្វើឲ្យតុបាយបាក់ខ្ចាត់ខ្ចាយចេញជាច្រើនកូនស្រីតូចរបស់ពួកគេដែលគេងក្នុងបន្ទប់បើកទ្វារចេញដោយភ័យសុភាមើលកូនហើយភ្ញាក់នាងមិនចង់ឲ្យកូនមើលឃើញសកម្មភាពអំពើហិង្សានេះបេះដូងនាងដួលសន្លប់ក្នុងខ្លួននាងទម្លាប់ជាស្ត្រីស្ងប់ស្ងាត់សុភាពតែស្នេហាដែលត្រូវក្បត់ធ្វើឲ្យនាងបាត់បង់អារម្មណ៍ជាស្ត្រីដែលធ្លាប់សប្បាយបន្ទាប់ពីយប់នោះសុភាចាក់ចេញពីផ្ទះនាងយកតែសម្លៀកបំពាក់តែប៉ុន្មានទេនឹងកូនតូចមករស់នៅជាមួយម៉ែពេលឃើញកូនស្រីស្ទើរតែអស់សង្ឃឹមសុភាបង្កើតសេចក្តីសម្រេចថានាងមិនអាចឲ្យជីវិតរបស់កូនធ្លាក់ក្នុងស្រមោលអំពើហិង្សាបែបនេះទេវណ្ណាក៏ចាប់ផ្ដើមដឹងពីការខកខានរបស់ខ្លួនគាត់ព្យាយាមតាក់ទងតែសុភាមិនឆ្លើយតបសារទៀតតែជីវិតមនុស្សមិនអាចត្រឡប់ទៅដដែលបានទេពេលស្នេហាត្រូវបំបែកដោយការមិនស្មោះតែការសង្ស័យនិងកំហឹងបានបំផ្លាញគ្រួសារមួយដែលធ្លាប់តែសប្បាយរីករាយខណៈពេលសុភាដាតាមផ្លូវទៅធ្វើការថ្មីជាកម្មករនាងគិតក្នុងចិត្តថាស្ត្រីមិនត្រូវជឿសេចក្តីស្នេហាដែលគ្មានភាពស្មោះត្រង់បានឡើយបើគេមិនស្រឡាញ់យើងទៀតត្រូវស្រឡាញ់ខ្លួនឯងជាមុនសិន
តាមពិតទៅវណ្ណាក៏ស្រឡាញ់សុភាខ្លាំងដែរដោយសារតែការឆ្លក់វង្វេងជាមួយស្រីខាងក្រៅធ្វើឲ្យគាត់បែកបាក់គ្រួសារប៉ុន្តែពេលសុភាចាក់ចេញគាត់បានដឹងខ្លួនថាសុភាគឺជារូបភាពមួយដែលធ្វើឲ្យជីវិតគាត់មានតម្លៃប៉ុន្មានខែក្រោយមកគាត់បានទៅសុំទោសតែសុភាស្ងប់និយាយថាបងអាចសុំទោសបានតែស្នេហាមិនអាចជាសះស្បើយដូចមុនទេបងបានបំផ្លាញចិត្តស្ត្រីម្នាក់ហើយបានធ្វើឲ្យកូនភ័យខ្ញុំអត់អន់ឲ្យប៉ុន្តែខ្ញុំមិនត្រឡប់ក្រោយទេវណ្ណាតនចង្គង់ទឹកភ្នែកស្រក់ទៅលើដីសុភាមិនសប្បាយចិត្តទេប៉ុន្តែមានភាពស្ងប់ចិត្តនាងដឹងថាការបោះចោលអំពើហិង្សានិងការក្បត់គឺជាជំហានដំបូងនៃសេរីភាពពិតប្រាកដថ្ងៃនោះខ្យល់បក់យ៉ាងខ្លាំងតាមផ្លូវភូមិស្លឹកឈើរំញ័រសុភាដើរទៅកាន់ថ្ងៃថ្មីកូនស្រីកាន់ដៃនាងយ៉ាងជាប់នៅពីក្រោយមានបុរសម្នាក់ដែលមើលពីចម្ងាយជាមួយស្នាមសោកសៅជាអន់ចិត្តស្នេហាមិនបានស្លាប់ទេប៉ុន្តែវាប្រែជាមេរៀនកុំឲ្យប្រើអំពើហិង្សានិងការក្បត់បំផ្លាញអ្នកដែលស្រឡាញ់យើងពិតរឿងនេះដែរក៏ត្រូវបានចប់អ្នកនរគ្នាយល់យ៉ាងណាដែរចំពោះរឿងនេះកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងបើសិនជាពេញចិត្តកុំភ្លេចជួយចុច subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវរឿងថ្មីៗពី Channel ខ្ញុំបន្តទៀត Channel រាត្រី Relaxing សូមអរគុណសូមជម្រាបលា